ធម្មនេះខ្ញុំសូមគោរពជំរាបសួរទៅដល់សមាជិកក្រុមប្រឹក្សាពិបាលហើយនឹងគណៈកម្មាធិការបងប្អូនដែលជាសមាជិកទាំងអស់ក៏ដូចជាក្រុមលេខាធិការដ្ឋានហើយមានអ្នកស្ម័គ្រចិត្តណាជាពិសេសគឺម្ចាស់គម្រោងនៃ V Talk ដែលបានតែងតែចូលរួមនៅក្នុងការកិត្តគូផ្ដួចផ្ដើមបង្កើតនៅគំនិតហើយនឹងកម្មវិធីល្អៗប្រធានបទល្អៗដែលដើម្បីចូលរួមចំណែកនៅក្នុងការផ្ដល់ជូនទៅដល់សហគ្រិនអញ្ចឹង V Talk នេះយើងអាចនិយាយថាគឺជាកន្លែងមួយដែលយើងនិយាយគ្នាតិចណាជជែកគ្នាតិចក៏ប៉ុន្តែវាអាចคล้ายទៅជាធាតុចូលដល់កម្លាំងដ៏មានធម៌ពលសម្រាប់ស្ត្រីក្នុងការយកទៅគិតយកទៅពិចារណាយកទៅការអភិវឌ្ឍទៅលើខ្លួនឯងក៏ដូចជាគ្រួសារហើយនឹងអាជីវកម្មរបស់យើងចាអញ្ចឹង V Talk និយាយតិចតែធ្វើបានច្រើនអញ្ចឹងនៅក្នុងនេះខ្ញុំក៏មានកិត្តិយសនៅក្នុងការចូលរួមជាវាគ្មិនម្នាក់ហើយខ្ញុំជឿថាបងប្អូនក៏បានចូលធ្លាប់ស្គាល់ខ្ញុំច្រើនដងក៏ប៉ុន្តែពេលខ្លះការស្គាល់ការជួបគ្នានៅក្នុងកម្មវិធីធំដូចជានៅ AGM នៅអីរបស់ CWA អញ្ចឹងយើងអត់សូវបាននិយាយគ្នាប្រស័យតាក់ទងជាមួយគ្នាទេហើយក៏ថ្ងៃនេះយើងមានកិត្តិយសក៏យើងបានទទួលបាននៅការឧបត្ថម្ភកម្មវិធីពីខាង UN Women ចាអញ្ចឹងមានបងអូនស្រីដែលតំណាងហើយបងអូនស្រីលីតាក៏អត់តន់ជ័យមកទេចាអញ្ចឹងគាត់កំពុងតែជាប់វីដេអូ conference ចាអញ្ចឹងស្ត្រីឃើញទេមិនមែនជាមេដាដៃ100ទេឥឡូវយើងខ្លាយទៅជាមេដាដៃ1000ហើយចាអញ្ចឹងថ្ងៃនេះគាត់មកកម្មវិធីផងហើយគាត់ត្រូវធ្វើការងារទៀតអញ្ចឹងដូចយើងទាំងអស់គ្នាដូចគ្នាទាំងអស់ចាអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណទៅដល់ UN Women ហើយថ្ងៃនេះក៏គាត់នឹងពំមកនៅឲ្យព័ត៌មានល្អៗសម្រាប់ផ្ដល់ជូនទៅដល់សហគ្រិនស្ត្រីយើងដល់សមាជិករបស់យើងហើយចំណែកខ្ញុំថ្ងៃនេះអត់មានអីនិយាយទេពីព្រោះអីខ្ញុំចាំមកស្ដាប់ពីអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជាពិសេសអ្នកម៉ាក់ណាអ្នកម្ដាយដែលគាត់មានគាត់ធ្លាប់ដើរឆ្លងកាត់វែងឆ្ងាយជាងពួកយើងចាយើងទាំងអស់គ្នាមានន័យថាចាស់ស្គាល់ផ្លូវចាឲ្យក្មេងប្រហែលអាចដើរលឿនអញ្ចឹងយើងគឺជាការចូលរួមក្នុងការជជែកចែករំលែកគ្នាទៅវិញទៅមកមិនមានអ្នកណាឆេះជាងអ្នកណាទេចាហើយក៏មិនមានអ្នកណាមានក្តីសុខជាងអ្នកណាដែរហើយក៏មិនមានអ្នកណាពិបាកជាងអ្នកណាដែរពីព្រោះជីវិតរបស់យើងម្នាក់គឺវាមានភាពខុសៗគ្នាចាអញ្ចឹងថ្ងៃនេះបើសិនជាយើងមើលទៅប្រធានបទពង្រឹងគុណភាពជីវិតបើពាក្យថាជីវិតមិនម៉ាត់ហ្នឹងណាតែ2ម៉ាត់ទេជីវិតគឺពាក្យតែ2ម៉ាត់ក៏ប៉ុន្តែវាវែងជាងផ្លូវវាជ្រៅជាងសមុទ្រហើយវាខ្ពស់ជាងមេឃមែនអត់ចា2ម៉ាត់យ៉ាងខ្លីប៉ុន្តែពិបាកតែបើយើងគិតឲ្យវាស្រួលជីវិតគឺវាតូចទេវាអត់ពិបាកទេតែអ្នកដែលធ្វើឲ្យពិបាកគឺម្ចាស់ជីវិតមែនអត់ហាម្ចាស់ជីវិតអ្នកណាគេគឺជាម្ចាស់ជីវិតអ្នកណាគេគឺជាម្ចាស់ជីវិតចាគឺយើងហ្នឹងដែលជាម្ចាស់ជីវិតអញ្ចឹងមានតែម្ចាស់ជីវិតទេអ្នកដែលធ្វើឲ្យខ្លួនឯងពិបាកឬមួយក៏ស្រួលអញ្ចឹងគុណភាពជីវិតតើយើងឲ្យនិយមន័យទៅលើគុណភាពជីវិតមិនទៅជីវិតមានគុណភាពគឺអាស្រ័យទៅលើអីខ្ញុំអត់ចេះទេខ្ញុំសុំសួរមួយខ្ញុំសុំ3នាក់ឆ្លើយតើគុណភាពជីវិតនិយមន័យនៃគុណភាពជីវិតយើងចង់និយាយថាម៉េចបានជាជីវិតមានគុណភាពអូនចាអរគុណច្រើនបងសម្រាប់ខ្ញុំគុណភាពជីវិតគឺបានថាយើងអាចស្គាល់ពីខ្លួនឯងហើយយើងមានសុភមង្គលក្នុងគ្រួសារចាហើយមួយទៀតគឺសុខភាពល្អចាអរគុណច្រើនមានអ្នកណាចូលរួមចំណែកទៀតទេមើលសួរពួកម៉ាក់ខ្ញុំមួយជីវិតមានគុណភាពមានន័យថាម៉េចយើងសម្រាប់យើងហ្នឹងហើយមិនមែនសម្រាប់ពិភពលោកទេសម្រាប់តែពិភពយើងទេតែជីវិតមិនគុណភាពមានន័យថាម៉េចទៅសម្រាប់យើងចាសួរបងប្អូនសួរបងប្អូនទាំងអស់គ្នាចាសម្រាប់ខ្ញុំគុណភាពជីវិតគឺខ្ញុំសំដៅទៅលើការដឹកនាំជីវិតរបស់ខ្លួនឯងសម្រាប់ក្រុមគ្រួសារចាការដឹកនាំបែបណាហើយនៅវិជាស្រីរបបផែនការបែបណាដើម្បីដឹកនាំក្រុមគ្រួសារហ្នឹងទៅរកអ្វីដែលយើងចង់បានចាអរគុណច្រើនសូមតាក់ដៃគាត់មួយចានិយាយទៅគឺយើងដូចតែគ្នាហ្នឹងណោះ
គុណភាពជីវិតយើងចង់បានជីវិតមួយដែលពោពេញទៅដោយភាពសុខដុមរមនាពោពេញទៅដោយសុខុមាលភាពមានន័យថាមានសុខភាពល្អមានលុយចាយច្រើនមានប្តីមានប្រពន្ធស្រឡាញ់គ្នាបានច្រើនមានកូនល្អណាមានការងារល្អមានអាជីពល្អមានកិត្តិយសនៅក្នុងសង្គមមានគេគោរពរាប់អានអាហ្នឹងហើយគឺជាគុណភាពជីវិតដែលយើងចង់បានគ្រប់គ្នាអត់មានអ្នកណាសេណូមួយអ្នកណាអត់ចង់បានអាហ្នឹងចង់អត់ចង់បានទេអត់ចង់បានខ្ញុំសុំទៅអង្គុយឲ្យមកចែកម្លែកវិញចាគឺដូចគ្នាអ្នកណាក៏ចង់បានអញ្ចឹងដែរអ្នកណាក៏ចង់បានអញ្ចឹងដែរប៉ុន្តែអ្វីដែលមិនបានគឺយើងដែលជាម្ចាស់ជីវិតនៅក្នុងការចាត់ចែងទៅតាមផ្លូវជីវិតរបស់យើងចាត់ចែងត្រូវគឺវាមានគុណភាពចាត់ចែងមិនត្រូវគឺវារៀងអារ៉ោអារ៉ាអូខេអញ្ចឹងជីវិតរៀងអារ៉ោអារ៉ាមែនអត់ចាអញ្ចឹងកន្លែងហ្នឹងគឺប៉ុណ្ណឹងហើយសម្រាប់ខ្ញុំវិញខ្ញុំឲ្យនិយមន័យជីវិតណាធ្វើម៉េចដើម្បីឲ្យជីវិតមានគុណភាពគឺហូបស្អាតរស់នៅស្អាតហើយដកពេកចេញហូបស្អាតរស់នៅស្អាតហើយដកអាពេកនឹងចេញពេកស្អីក៏ដោយតែពេកដឹងតែធ្វើឲ្យយើងយ៉ាប់ហើយមែនអត់ចាខ្ញុំជឿថាសហគ្រិនស្ត្រីភាគច្រើនអ្នកដែលនៅនេះគឺសិតតែអ្នកពេកពីព្រោះអីស្ត្រីដែលខ្លាំងគឺស្ត្រីដែលមានពេកខំពេកឆ្នះពេកចារឹកពេកមានអ្នកពេកទៀមទាពេកចេះពេកស្រឡាញ់ពេកណាការពារពេកចិត្តល្អពេកចិត្តអាក្រក់ពេកអូខេចង់ហឺហាពេកស្លូតពេកក៏យ៉ាប់អញ្ចឹងសម្រាប់យើងបើសិនជាចង់ឲ្យជីវិតយើងមានតុល្យភាពដកអាពេកនឹងចេញអញ្ចឹងពាក្យពេកមួយម៉ាត់ធ្វើឲ្យយើងមានបញ្ហាច្រើននៅក្នុងជីវិតទាំងសុខភាពខ្លួនឯងហាត់ប្រាណពេកក៏អត់ល្អដែរណាតិចខ្ញុំខំប្រឹងហាត់ប្រាណណាហេតុអីខ្ញុំនៅឈឺវាពេកមើលឡើងវិញណាចាប់គឺដងពីព្រោះអីឃើញអ្នកខ្លះគាត់ហាត់ប្រាណណាលើកអោតែផងអីផងឲ្យខ្លួនឯងប៉ុណ្្នឹងសោះទៅលើកអោតែហេតុអីមកធ្វើបាត់ខ្លួនខ្លាំងពេកអញ្ចឹងកំពេកណាអញ្ចឹងដកតែពេកនឹងចេញក៏ប៉ុន្តែអាការដកពេកហ្នឹងណាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ដូចតែខ្ញុំដែរខ្ញុំបានតែនិយាយឯងពេលខ្លះក៏ខ្ញុំមានអានឹងដែរចាអញ្ចឹងខ្ញុំចង់ប្រាប់ថាដើម្បីឲ្យជីវិតយើងមានគុណភាពគឺយើងត្រូវឲ្យ balance គេហៅ balance ណាគេថាធ្វើឲ្យវាមានតុល្យភាពដកពេកនឹងចេញញ៉ាំស្អាតហូបស្អាតមានន័យថាអ្នកខ្លះគាត់ហូបតាមឃ្លាននឹកឃើញឃ្លានឲ្យតែអីឆ្ងាញ់គាត់ចិត្តតែហូបឯងប៉ុន្តែដល់ពេលដែលហូបហើយអាពេលពុំហូបហ្នឹងយើងអត់ដឹងថាវាមានរឿងអីកើតឡើងទេអញ្ចឹងយើងគ្រាន់តែនិយាយទៅរឿងញ៉ាំមួយមុខទេណាប្រាប់តបពីយើងញ៉ាំហើយយើងស្ដាយក្រោយបើមិញណាយើងកុំញ៉ាំអញ្ចឹងណាប្រហែលជាល្អបើមិញយើងអត់ញ៉ាំតាមឃ្លានណាយើងអត់ចាំបាច់ទៅហាត់ប្រាណកំចាក់កំតិចដុតកំឡោចអានឹងចោល2ម៉ោងដែលហត់នឿយទេឃើញអត់អញ្ចឹងអានឹងឯងថាធ្វើម៉េចឲ្យវាមាន balance អញ្ចឹងខ្ញុំសម្រាប់ខ្ញុំចូលចិត្តរើសយកនៅការហូបស្អាតគឺរើសអ្វីដែលយើងហូបគួរហូបមិនគួរហូបហើយកំណត់វាទៅសុំទោសអ្នកដែលយើងធាត់មិនមែនគិតថាបងប្អូនហូបច្រើនទេប៉ុន្តែអាហ្នឹងយើងក៏ជាចំណែកមួយវាពាក់ព័ន្ធជាមួយនឹងសុខភាពហើយការរស់នៅស្អាតមិនមែនមានន័យថាផ្ទះយើងត្រូវតែមានវិឡាស្កឹមស្កៃណាត្រូវតែមានឡានជិះហឺហាហៃសេរីកប់សេរីអីគឺមិនមែនទេគឺការរស់នៅទៅតាមបែបផែនកម្លាំងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនឯងណាហើយរស់នៅស្អាតកុំយកខ្លួនឯងទៅធៀបជាមួយនឹងអ្នកដទៃកុំយកបញ្ហាបំពុលនៅខាងក្រៅមកដាក់ក្នុងខួរក្បាលរបស់ខ្លួនឯងក្នុងជីវិតរបស់ខ្លួនឯងអានេះក៏ជាការរស់នៅស្អាតដែរក្រៅពីការរៀបចំផ្ទះសម្បែងផ្ទះតូចប៉ុណ្ណាបើយើងរៀបចំឲ្យស្អាតគឺវាស្អាតផ្ទះធំប៉ុណ្ណាបើយើងមិនចេះរៀបចំវានៅតែមិនស្អាតអញ្ចឹងសម្រាប់ខ្ញុំគឺគោលដៅជីវិតបែបហ្នឹងហើយពេកខ្ញុំជឿថាយើងទាំងអស់គ្នាធ្លាប់ឆ្លងខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរនៅពេលដែលខ្ញុំនៅពីក្មេងក៏ខ្ញុំមិនណយដែរចាមិនណយទេណាប៉ុន្តែបណ្ដើនៃជីវិតគឺធ្វើឲ្យខ្ញុំបានហាត់ពុតលឹកដំក្រោយពេលដែលយើងជួបប្រទះនៅរឿងមួយយើងចេះយករឿងហ្នឹងមកធ្វើជាបទពិសោធន៍នៃជីវិត
បើរឿងនឹងល្អយើងធ្វើបន្តបើរឿងនឹងមិនល្អកុំយកពីមកដាក់នៅក្នុងខួរក្បាលអ្វីដែលយើងមិនអាចធ្វើបានភាគច្រើនមនុស្សគឺតកើតហើយចងចាំហើយចងចាំនឹងគឺចងចាំជាងគេរឿងអាក្រក់ហើយមិនអាចទម្លាក់ចោលបានទេខឹងស្អប់អ្នកណាគឺដាក់ដកជាប់នៅក្នុងនឹងមិនអាចប្រឡែងចោលបានទេចឹងឲ្យតែមានរឿងអីរៀងលហើយពាក់ព័ន្ធមួយហ្នឹងឃើញឯងអញ្ចឹងមែនត្រឡប់ចូលរឿងចាស់អញ្ចឹងរឿងចាស់វានៅតែញ៉ាំញៀវដូចញ៉ាំបេះដូងរបស់យើងធ្វើឲ្យយើងមានបញ្ហាអញ្ចឹងសួរថាតើធ្វើម៉េចដើម្បីឲ្យរស់ស្អាតហូបស្អាតរស់នៅស្អាតហើយដកអាពិពេកខ្ញុំចង់ចែករំលែកពីបទជីវិតរបស់ខ្ញុំផ្ទាល់មួយតាក់ទងជាមួយនឹងខ្ញុំសូមចូល slide ណាតាក់ទងជាមួយនឹងថាតើខ្ញុំជាណាគេពីមុនមកខ្ញុំគឺជាកូនរបស់អាជីវករខ្នាតមីក្រូទូចអញ្ចឹងម៉ាក់ប៉ាខ្ញុំគាត់តែជាអ្នកលក់ប៊ីចេងតែកញ្ចប់ស្ករសហើយនៅក្នុងតូប1ម៉ែត្រ4ជ្រុងណា1ម៉ែត្រកន្លះ4ជ្រុងនៅផ្សារអូស័យព្រោះតែប៉ុណ្្នឹងតែខ្ញុំសរសើរគាត់អាចធ្វើឲ្យខ្ញុំមានអនាគតត្រឹមថ្ងៃនេះហើយខ្ញុំអាចបន្តបង្កើតអនាគតដល់កូនរបស់ខ្ញុំដល់ចៅរបស់ខ្ញុំអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំដឹងគុណខ្ញុំគោរពអំពីវីរភាពរបស់ឪពុកម្ដាយយើងចាអញ្ចឹងការគោរពដឹងគុណមិនមែនថាហើយបើសិនពីមុនណាគាត់មានជាងហ្នឹងម្លេះខ្ញុំមានជាងនេះណាបើសិនពីមុនណាគាត់មានជាងហ្នឹងម៉ាក់ប៉ាខ្ញុំមានជាងហ្នឹងខ្ញុំមិនមែនបាក់អញ្ចឹងទេអត់ទេយើងកុំបន្ទោសអញ្ចឹងយើង appreciate យើងពេញចិត្តការប្រឹងប្រែងរបស់គាត់ប៉ុន្តែអ្វីដែលយើងដាក់គោលដៅរបស់យើងណាខ្ញុំបាននិយាយថាពិបាកខ្លាំងណាស់ខ្ញុំឃើញការរស់នៅរបស់ពួកគាត់ពីព្រោះអីគាត់ត្រូវយើងនៅផ្ទះជាន់ទី2អញ្ចឹងជាន់ទី1អញ្ចឹងពេលដែលគាត់ទិញអីវ៉ាន់មកយើងត្រូវលីឡើងលើល្ងាចលីឡើងលើស្អែកព្រឹកលីចុកហូងលីឡើងលើចុកខ្ញុំថាអូយខ្ញុំអត់ទេខ្ញុំអត់ចង់ធ្វើអញ្ចឹងថ្ងៃក្រោយគឺខ្ញុំគោលដៅរបស់ខ្ញុំអត់ចង់ធ្វើអញ្ចឹងខ្ញុំត្រូវតែធ្វើមិនឲ្យជីវិតនឹងល្អជាងនឹងអញ្ចឹងដើម្បីធ្វើឲ្យជីវិតល្អជាងនឹងលុយអត់មានអញ្ចឹងមានអីដើមទុនគឺការអភិវឌ្ឍសមត្ថភាពខំរៀនមែនទេអាពូម៉ាក់ខ្ញុំមាននេះសាក់សីរួងើបឈរមួយមកពួកម៉ាក់ខ្ញុំតាំងពីអាយុនិយាយទៅតាំងពីនៅ high school ថ្នាក់ទី7ចាពួកម៉ាក់ខ្ញុំហើយបងស្រីវិញគ្រូសាគាត់ពួកម៉ាក់ខ្ញុំឃើញអត់ហ្នឹងហើយឥឡូវគាត់ក៏ជាពួកម៉ាក់ខ្ញុំដែរចាអញ្ចឹងទាំងអស់នេះដល់ពេលយើងឃើញគាត់អញ្ចឹងយើងគេថាខ្ញុំអត់ទេខ្ញុំអត់ចង់ធ្វើអញ្ចឹងទេក៏ប៉ុន្តែមិនមែនមានថាអត់ចង់ធ្វើអញ្ចឹងហើយចាប់ផ្ដើមយើងមិនយល់មិនល្វីល្វល់ទេអត់ទេយើងចាយពេល50យក 50% នៃពេលវេលានោះខំទៅរៀនហើយនៅពេលដែលខ្ញុំរៀនចាប់បាក់ដប់ពឹបខ្ញុំអត់តន់ទៅធ្វើអត់តន់ទៅរៀនមហាវិទ្យាល័យទេខ្ញុំទៅធ្វើការអញ្ចឹងនៅពេលដែលខ្ញុំធ្វើការខ្ញុំបានចំណូលបន្ទាប់មកខ្ញុំដកខ្លួនបដើជួយអ្នកផ្ទះ 30% រៀនហើយនឹងធ្វើការ 70%ព្រោះអីខ្ញុំទៅធ្វើការខ្ញុំមានចំណូលខ្ញុំជួយគាត់ហើយអញ្ចឹងខ្ញុំជួយជាថវិកាហិរញ្ញវត្ថុជូនគាត់អញ្ចឹងអានឹងគឺជាដំណើរនៃការអភិវឌ្ឍខ្លួនអញ្ចឹងមានតែការអភិវឌ្ឍខ្លួនទេដែលធ្វើឲ្យជីវិតរបស់យើងហ្នឹងណាមានភាពល្អប្រសើរហើយនៅពេលដែលយើងអភិវឌ្ឍខ្លួនធ្វើឲ្យយើងមានចំណេះដឹងហើយមនុស្សតែមានចេះគិតណាគេហៅថាចេះគិតចេះវិភាគចេះដឹងខុសត្រូវជីវិតយើងក៏វាល្អដែរអញ្ចឹងបន្ទាប់ពីខ្ញុំទៅនេះហើយខ្ញុំក៏ចូលធ្វើការបន្ទាប់ពីចូលធ្វើការគឺខ្ញុំចាប់ផ្ដើមស្វែងយល់ថាតើការងារដែលយើងកំពុងតែធ្វើនេះវាពាក់ព័ន្ធជាមួយណាគេខ្លះហើយយើងថាខ្ញុំចាប់ផ្ដើមពីការសម្អាតជា receptionist អីនៅតាមoffice អញ្ចឹងទៅបន្ទាប់មកខ្ញុំដឹងខ្លួនឯងថាខ្ញុំរៀនរៀងបានច្រើនហើយខ្ញុំដឹងខ្លួនថាបើសិនជាយើងនៅក្នុង office អញ្ចឹងណាគឺយកមានអីរីចម្រើនទេអញ្ចឹងខ្ញុំត្រូវតែចេញទៅក្រៅខ្ញុំសុំគេដូរទៅខាង sale អញ្ចឹងដល់ពេលដែលខ្ញុំដូរទៅខាង saleខ្ញុំទៅលក់ខ្ញុំដឹងថាអូអ្នកលក់មានបញ្ហាលក់អត់ដាច់ទេពីព្រោះអត់មានផ្សាយពាណិជ្ជកម្មឲ្យអញ្ចឹងតើតែផ្សាយពាណិជ្ជកម្មសិនទៅអ្នកទៅលក់ហ្នឹងណាគឺលក់ដាច់អញ្ចឹងមានន័យថាអ្នកលក់ត្រូវតែមានបច្ចេកទេសក្នុងការផ្សាយពាណិជ្ជកម្មអញ្ចឹងខ្ញុំសុំគេទទួលខុសត្រូវសុំមេទទួលខុសត្រូវថាខ្ញុំសុំធ្វើពាណិជ្ជកម្ម marketing មួយទៀតអញ្ចឹង sales marketing ខ្ញុំទៅជាមួយគ្នាអញ្ចឹងដល់ពេលដែលយើងមានការអភិវឌ្ឍបែបនេះគឺវាជួយសម្រួលទៅដល់ការងាររបស់ពួកយើងហើយនឹងអ្នកដែលនៅក្នុងក្រុមការងារហើយវាធ្វើឲ្យយើងកាន់តែមានការរីកចម្រើនរហូតដល់ខ្ញុំឡើងខ្លាយទៅជា country managers ហើយ
chả chân nhung nít nhung sông bằng hai tích nè rồi hốt nít nhung bây là nhung miền cồn thì muối cứ nhung thơ ca cho muối con hôn tại muối cốt tăng bị cao pi đo pi bòn ở miền tây na cứ áp thì quạt nữa cái lại năng là hốt đọc nhung chơi màu pi bòn muối nhung khai cho chia sẻ cẩn á cẩn kre chả ở bên cẩn bạn đừng thảo ê cẩn mèn cứ bằng tham bằng tục có bằng té việc đồ máu nơi ca vị quạt chỉ vật là bao nhiêu ở vì mình phim lọ và sai chỉnh một chẳng trong lưng thực chất ở vòng ôn đọc đi tha đặt cô đai chỉ vật từ bà sân chỉ dân trong hơi lọ và xá không biết là vậy cái bị ca không bằng bài không biết là vậy cái bị ca áp thì quạt luôn anh có sang smart fit hay CWA chứ cái lại mỗi vòng ôn ai từ tôi vô từ đó không bằng chẳng nhóm thơ nơi bây giờ nhóm khai chia sẻ có nhóm từ tôi ban ảo ca nơi không ca thơ brand mua Revlon hay nơi bây giờ nhóm tới thơ Revlon vậy nhóm miên tầm rỡ ca mũi tiết nhóm tha nhóm stray trời tại sao bảo sân tại khuôn ai nhưng mình chạy riêng trong khuôn ai ở xa thì mình bạch trăm từ ao chỉ vật miền này thế bảo khliệ nơi tại soi sọ nơi tại cả nhanh cả ai nơi tại mình đang lơ xị ấy khổm xị ấy khuôn khliệ nơi tại mình sát tay nhưng trong chốt chơi ấy đây chất ở đây của đây mình phải chất cho mũi tay ý vậy à khó đáp mẹ nó mới này na khác control chả bà sân bà dân mơ rồng lỗ á nên ha không biết đi sẽ cái sầm rắc cứ chỉ riêng cái luôn còn tay xua tha pe đại dân rồi gì nó ta không luôn nó bây chẳng mấy rồi lót hay công ngon ham mấy cái mình sao trô te hay cho bà dân riêng trong mày ra bà lục trô te tao vì chỉ cái đây sọc ăn cái đây sọc ấy sọc cả xài kri xì cái á nè ra gắt chà chắc nó cứ chỉ cái đây xong rồi nhóm xua tha pe để dân miền cua xa tao dân bồng nón nhưng trong bàn thì trong ai bên đây ông đây te hỏi ngày mến trong ai bên đây đào từ hàng cây xì phật ấp chỗ te mến trong chân mét nè nát ra trong chân xong lưng đây mới cứ ấp tê trong anh miền phim em là hai là ốc là ơn nè hỏi miền cái đây sọc lục trô te đi một cái tới cho mũi kia tới na tới cái ta ý anh ấy một con này lấy xa mé cái ta xa của xa nhom muối tha nhà thi hay bậc cái rồi ban một con xa cứ xa bạch cho bón á tay bị môn nhưng mà cọ mình tèn thế nhé nhưng mà xa thế cái nhiên nè nè nên cái bây giờ nhom bên baby con muối hay nhom thua ca nè nhom prăng nè thua là hôn đó sai cao nếu nhom thua cao cái phần năng trong mồm nhom thua cao rồi này xí chả chắc là đi có chiếc chùm lệch đại thua chỉ vẫn dương miến tham một bộ đại hay hai ấy bạn dương thời thua ca chứ vì pro nhom ấp trong cro bán cro lối hưởng mũi cro chất nó rất là về tình địa tiền thế cro chất xong bây giờ khuôn ai miên lối á dột lối mà chai vi nông ca việc trong khuôn ở bàn xã á có cầm nánh cây cầm rá này có mình hiên chai đây có mình hiên dột máu thưa đây hay cái đầu lôi nó ngơi cái đầu hay chết từ xuân ha ở đây nhóm mày miên sấy vì ăn miên chủng lại thế vì pro dương mình vị để dột từ lơ khuôn này hai bờ dương vị để dột hai mày chăng xong mày nhóm xong lư phong vậy sắp hết sao hai bờ dương vị để dột khuôn anh hai quạt nơi tành chân kia đó thời thơ mày toàn tề ấy ở miền lược chun tề xôm tận lập mà mơ luôn dương mình tiền ok bị pro tài sát hàng cay á mình toàn cục crom tề mơ vị hiện bè đôn luôn anh không miền plek thoáng nào sắp tới rương trong chưa tha dương tổng ở đây sợ trong các ấy miền này ná đau lơ plek nó rồi luôn môi chỉ vật đấy sắp tới mẹ chuột chồng bẹt hai ảnh tích đông thoa nó đua từ nhoi chóm cho cùng cái lất tay cái lất trường thà gắt ruông tay thôi bỏ hai cùng click bỏ hai bát bỏ giặt cùng nè bỏ hai bát bỏ giặt cùng thế nơi cái tràn chiếu nực tẹt dương mình để ấy bao dương mình slap bao dương mình phủ cái bao dương không nên sao là bạn nó không ca đi trong chỉ vật tế dương nặng mặt hết phần tay ở đây là dương anh mơ khơi hay nâng nặng hàng cay cái vai nằm lấy tha chỉ vật dương lọ mà nó cứ ca viêm trăm luôn ngay
ការរៀបចំខ្លួនក៏កុំភ្លេចពាក្យពេកទេកុំរៀបចំពេកស្រាប់តែត្រូវការទៅវាយក្បិនទៅដែរចាប់ហ្មងណាអាហ្នឹងចូលពេកហីហ្នឹងហើយអីពេលអ្នកលូកមាសអត់នៅសុំនិយាយតិចណាចាតិចពាក់មាសឡើងជ្រែកគ្រាន់តែញ៉ាំបាយពេលល្ងាចអីអាហ្នឹងក៏ពេកដែរកុំប្រាប់ចាហើយដល់ពេលចាថតបានហើយបាច់ប្រាប់ទេហើយដល់ពេលនិយាយពី make up វិញ make up ឡើងអូពាក់ហុំភ្នែក2 3ជាន់ណាហើយគ្រាន់តែញ៉ាំបាយអាហ្នឹងក៏ពេកដែរអញ្ចឹងយើងទទួលបានមកវិញគេហៅថាមនុស្សនៅក្នុងឈ្មោះនៅក្រៅហើយមិត្តភ័ក្តិហ្នឹងបងប្អូនដែលមានស្វាមីត្រូវប្រយ័ត្នមិត្តភ័ក្តិគេនឹងនិយាយអូប្រពន្ធអាហ្នឹងដូចទេពអប្សរប៉ុន្តែសួរថាល្អអត់យើងដឹងយើងអាចថាល្អមិនល្អយើងអត់ដឹងទេប៉ុន្តែការនិយាយគឺបង្កប់ទៅនៃឌៀមដាមហើយទៅពេលគេនិយាយយូរទៅប្តីចាប់ដើមមែនតើណោះដូចមិនវាប៉ែហ្នឹងចាប់ដើមមិនចាប់ដើមមរឹសត្រូវអត់មរឹសហើយតែយើងអត់បានប្រាប់យើងទៀតមានប្តីប្រពន្ធខ្លះគាត់បើកចិត្តគ្នាបើកចិត្តនិយាយគ្នាអើយអូនឯងហ្នឹងដូចលើហ៎អូនឯងកុំពាក់អញ្ចឹងគាត់ប្រាប់អញ្ចឹងទៅយើងអាចសេរីស្រង់បានដល់ពេលគាត់អត់ប្រាប់គាត់តែមរឹសតែឯងខាងក្រៅនិយាយឌៀមដាមហើយឧទាហរណ៍ថាមានអ្នកដែលមានបំណងប៉ងមកទៀតចាក់ទៀតចាប់ដល់អញ្ចឹងធ្វើម៉េចឲ្យវាតុល្យភាពហើយធ្វើម៉េចដើម្បីមានតុល្យភាពមែនអត់មើលអ្នកណាឆ្លើយបានធ្វើម៉េចដើម្បីមានតុល្យភាពខ្ញុំនិយាយរឿងគ្រួសារច្រើនពីព្រោះនៅក្នុងនេះខ្ញុំគិតថាយើងអាចនឹងជួបប្រទះរឿងនោះច្រើនធ្វើម៉េចដើម្បីមានតុល្យភាពចារៀបចំខ្លួនតាមកលៈទេសៈរៀបចំខ្លួនតាមកលៈទេសៈត្រឹមត្រូវទី2ខ្ញុំគិតថាអ្វីដែលល្អជាងគេគឺយើងត្រូវរើសអ្នកដែលជា role model យើងរើសអ្នកណាគេដែលជា role model ឧទាហរណ៍ខ្ញុំក្មេងឲ្យស្អាតចឹងហ្នឹងហើយអូច្រឡំក្មេងចាស់តែនៅក្មេងហ្នឹងហើយអញ្ចឹងយើងអាចរើសខ្ញុំថាអូគាត់គឺជា role model មួយដែលយើងអាចមើលថាការស្លៀកពាក់របស់គាត់ការរៀបចំខ្លួនរបស់គាត់សម្ដីសម្ដៅគាត់ការដើរការឈរការអង្គុយការប្រស័យតាក់ទងរបស់គាត់អូខេបើសិនជា10បន្ទុកឲ្យគាត់7គឺបើលើកពី5អូខេយកចោះអញ្ចឹងអាចមើលតាមហ្នឹងហើយអាច follow តាមហ្នឹងមានដូចខ្ញុំអញ្ចឹងក៏ខ្ញុំរើស role model របស់ខ្ញុំដែរហេតុអីបានជាខ្ញុំនេះរហូតចូលមកធ្វើកម្មវិធីហើយខ្ញុំមាន business ច្រើនណានេះនោះចូលមកហើយអ្នកខ្លះក៏ធ្វើជាមួយគ្នាយូរទៅអត់ល្អក៏តម្លាក់ចោលទៅអញ្ចឹងមិនចាំបាច់ច្រើនទេឲ្យតែល្មមអូខេមិនចាំបាច់ពេកទេមិនចាំបាច់ច្រើនពេកទេមកល្មមដែលយើងអាចធ្វើបានមកល្មមដែលយើងអាចគ្រប់គ្រងបានមកល្មមដែលអាចចិញ្ចឹមជីវិតយើងបានមកល្មមដែលអាចឲ្យយើងសុបាយបានល្មមឲ្យយើងអាចបន្តទៅអនាគតវែងឆ្ងាយមកល្មមហ្នឹងគឺយើងអូខេហើយអញ្ចឹងនៅពេលដែលខ្ញុំធ្វើការងារទាំងអស់នេះហើយនៅពេលដែលខ្ញុំធ្វើ business បាននៅពេលដែលខ្ញុំដាក់គោលដៅថាស្ត្រីត្រូវតែស្អាតអញ្ចឹងខ្ញុំកើតមកខ្ញុំបង្កើតនៅគំនិតអញ្ចឹងហើយទើបខ្ញុំចាប់ដើមធ្វើ Revlon តាំងពី2001ស្ត្រីមិនទាំងចេះលាបក្រែមផងតែខ្ញុំបង្កើតកម្មវិធី Revlon face to face ហើយមានបងសពតសិតតែដៃគូដៃកង់ខ្ញុំតាំងពីជំនាន់2001ណាគាត់គឺយើងបង្កើតកម្មវិធី face to face ដើម្បីបង្រៀនស្ត្រីអ្នកណាខ្លះបានរៀនចេះផាត់មុខពី face to face តែម្នាក់មើលទូរទស្សន៍ហ่าចាហ្នឹងហើយកាលហ្នឹងយើងអត់មានទូរស័ព្ទទេយើងមើលទូរទស្សន៍ចាអញ្ចឹងរហូតតតែខ្ញុំបាន upgrade ខ្លួនឯងថាបើសិនជាខ្ញុំនៅតែដឹកនាំក្រុមហ៊ុនណាគឺខ្ញុំអាចធ្វើការនៅក្នុង blog របស់ខ្ញុំនៅក្នុងដងរបស់ខ្ញុំប៉ុណ្ណឹងអញ្ចឹងបើសិនជាខ្ញុំអាចផ្ដល់ឱកាសឲ្យខ្លួនឯងអាចចេញក្រៅដងហើយជួបជាមួយបងប្អូនសហគ្រិនដែលកាន់តែច្រើនជាងមុននេះគឺជាមោទនភាពហើយនឹងជាបុណ្យកុសលដែលខ្ញុំអាចសាងបានអញ្ចឹងខ្ញុំក៏ចូលរួមជាសមាជិកណាវាមានឱកាសផងបូកជាមួយនឹងការដាក់គោលដៅផងក៏ខ្ញុំបានក្លាយទៅជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី5ហើយអ្នកដែលជា role model របស់ខ្ញុំគឺលោកជំទាវកតិបណ្ឌិត